នេះវីដេអូរបៀបតម្លើងទូរស័ព្ទប្រភេទ Infinix Hot 30i តាមពិតភ្ញៀវគាត់ចង់ឲ្យធ្វើប្រភេទ Hot 40i ប៉ុន្តែអត់មានអញ្ចឹងដាក់ 30i ឲ្យប្រភេទកាមេរ៉ាដូចគ្នាទេហើយបើយើងនិយាយពី quality របស់ទូរស័ព្ទហ្នឹងវិញកម្រិតកាមេរ៉ាណា10 8 30 frame ដូចគ្នាអញ្ចឹងយើងអាចថតបានហើយការគៀបគឺយើងគៀបនៅកាមេរ៉ាលើភ្នែករបស់វាដើរនៅខាងលើស្តៀងមួយ iPhone ភ្នែក3វាដើរជាមួយនឹងភ្នែកក្រោមប៉ុន្តែ Infinix នេះគឺវាដើរនៅភ្នែកខាងលើហើយការថតយើងថតបាន color បែបនេះ color របស់វាស្អាតប្រភេទ color វាលើក graphic បានល្អហើយ portrait mode ក៏ចាប់បានស្អាតដែរហើយប្រភេទធម្មជាតិបើសិនយើងត្រូវការថតរូបភាពដែលចិត្តទូចយើងអាចថតបាននៅចម្ងាយគៀកណា1ម៉ែត្រថតអត់បានទេ2ម៉ែត្រក៏អត់បានដែរយើងថតបានចាប់ពី3 4ម៉ែត្រឡើង4ម៉ែត្រអីយើងថតស្រដាកបែប review ផលិតផលអីយើងថតបានស្អាតនេះពុកម៉ែបងប្អូនดูរូបភាពនេះឃើញទេវាថតបាន portrait mode ល្អមែនតើដំណើរការរបស់វាថតបានលយហើយបើសិនជាយើងយកទៅថតបែបរុក្ខជាតិបែបនេះវិញដាក់ជើង tripod ខ្ពស់ឬក៏បើយើងមានជើង tripod mini ក៏បានដែរដាក់វាបញ្ចូលលើតុទៅយើងនឹងថតបានរូបភាពអែមអីធ្វើម៉េចត្រូវរក្សាលំនឹងរបស់វាឲ្យល្អពីព្រោះកាលណាលំនឹងវាទុកបានល្អយើងថតទៅវាអត់អង្គើអញ្ចឹងរូបភាពដែលយើង capture បានវីដេអូដែលយើងចុចថតបានក៏វាស្អាតទៅតាមនឹងដែរ